កូនចូលដល់អាយុ12ខែបងចង់ដឹងថាមានគ្រឿងទេសអ្វីដែលត្រូវបន្ថែមឲ្យអូនខ្លះឥឡូវមកមើលវីដេអូនេះទាំងអស់គ្នាទី1នេះជាប្រភេទម្សៅស៊ុបសរីរាង្គដែលផ្សំចេញពីបន្លែមិនមាន MSG និង gluten free ហើយប្រអប់មួយនេះជាប្រភេទដុំស៊ុបមាន់ជប៉ុនដែលក្នុងមួយប្រអប់នោះមាន21ដុំក្នុងមួយដុំអាចប្រើបានជាមួយនឹងទឹក300 ml បន្ទាប់មកទៀតគឺជាប្រភេទស្ករផ្កាដូងហើយនិងបាឡេម៉ាឡៃចំពោះស្ករផ្កាដូងនេះគឺចម្រាញ់ចេញពីលំអងរបស់ផ្កាដូងសុទ្ធ100%អញ្ចឹងអូនអាចប្រើបានដោយសុវត្ថិភាពចំណែកឯទឹកធ្វើម្ហូបមួយនេះវិញគឺ best recommend សម្រាប់ម៉ាម៉ាដែលអត់សូវចូលចិត្តផ្សំគ្រឿងច្រើនណាគឺអាចប្រើបានដែលផ្សំចេញពី oyster ជាមួយនឹងខ្ទឹមរសជាតិគឺថាឆ្ងាញ់មែនតើហើយសម្រាប់ទឹកសូសឆា pasta នេះវិញបើសិនជាអូនចូលចិត្តញ៉ាំមីញ៉ាំ pasta អីបងប្រើតែមួយមុខនេះគឺថាឆ្ងាញ់ជាប់ចិត្តហ្មងធ្វើសាំងវិចឬក៏ធ្វើ pizza ក៏បានដែរចំណែកឯទឹកប៉េងប៉ោះវិញគឺថាកូនណាក៏ដូចកូនណាដែលភាគច្រើនដឹងតែចូលចិត្តហ្មងទឹកប៉េងប៉ោះនេះគឺផលិតចេញពីផ្លែប៉េងប៉ោះសុទ្ធសម្បូរទៅដោយវីតាមីន A ហើយនិង omega 3ចំណែកឯទឹកស៊ីអ៊ីវមួយនេះវិញគឺជាប្រភេទទឹកស៊ីអ៊ីវផ្សិតដែលផ្សំឡើងចេញពីផ្សិតមិនមានបន្ថែមជាមួយនឹងសណ្តែកឬក៏ MSG អីទេអូនអាចប្រើបានដោយសុវត្ថិភាពមានរសជាតិហើយនិងក្លិនស្រាលនិងដបចុងក្រោយនេះគឺជាប្រភេទទឹកត្រីឈ្មោះថាទឹកត្រីមែនប៉ុន្តែអត់ផ្សំពីត្រីក្រៀមទេណាបងផ្សំពីសារាយទឹកខ្មេះ1%ជាមួយនឹងអំបិលតិចពិសេសនោះគឺ gluten free អញ្ចឹងសម្រាប់ម៉ាក់ដែលមានអូនចាប់ពីអាយុ12ខែឡើងហើយចង់បានគ្រឿងទេសកុំភ្លេចជួយ share វីដេអូនេះចេញមួយដើម្បីទទួលបានសារាយស្រាប់រយបាយនេះមួយកញ្ចប់ភ្លាមៗអរគុណសម្រាប់ការទស្សនា